เรียนคือไอ้เรื่องเขมรเนี่ยแน่นอนในยุคแรกพูดกันแบบตรงไปตรงมาเนี่ยเรารับจากเขามากกว่าเขารับจากเราเอาแบบนี้ก่อนแล้วกันลัทยาซึ่งมันเป็นคำผสมของสยามกับละโวละโวนี่แหละที่มีร่องรอยว่าใช้ภาษาเขมรเพราะว่าละโวอยู่สมมติเราเห็นแม่น้ำเจ้าพระยานะฮะมองไปที่แผนที่ขวามือเนี่ยไปทางเขมรเนี่ยที่ตะวันออกเนี่ยละโวอยู่ฝั่งนี้ละโวจะมีความเชื่อมโยงไปถึงทางนู้นส่วนสมเด็จเสด็จทรงทูลกระหม่อมเสวยเขนยเพราะอะไรเป็นภาษาอะไรฮะก็มาภาษาเขมรนี่แหละมาเนี่ยใช่ไหมคือความที่มันเป็นรัฐไทยสืบเนื่องมาปัจจุบันเนี่ยมันสตาร์ทที่อยุธยาก่อนหน้านั้นมันมีอะไรไหมมันมีแต่ว่าเราหาข้อต่อมันไม่ค่อยเจอแม้กระทั่งทวารวดีซึ่งเราก็ไม่เจอภาษาไทยในความเป็นทวารวดีจารึกต่างๆเนี่ยมันก็เป็นภาษาอื่นបងទាំងអស់គ្នាมีไทยមុខខ្លះមួយចំនួនទោះបីជាវីដេអូមុននេះអ្នកជំនាញប្រវត្តិសាស្ត្រថៃបានបញ្ជាក់យ៉ាងច្បាស់និងលម្អិតនៅក្នុងកិច្ចសន្ទនាថាអក្សរថៃគឺយកពីខ្មែរទៅប្រើប្រាស់ច្រើនយ៉ាងណាក៏ដោយក៏វានៅតែមុខខ្លះបំពេញការពិតដោយពុំខ្លាចនរកដែរដោយតែបងប្អូនបានដឹងហើយថាព័ត៌មានថ្មីៗនេះមានប្រធានបទមួយដែលកំពុងតែផ្ទុះខ្លាំងទាក់ទងនឹងការដែលរាជបណ្ឌិតសភាថៃបានចេញផ្សាយនៅពុម្ពអក្សរកុំព្យូទ័រថ្មីមួយឈ្មោះថាខមថៃពេលដែលយើងក្រឡេកមើលទៅទម្រង់អក្សរស្រៈនិងជើងអក្សរទាំងនោះគឺជារូបរាងអក្សរខ្មែរយើងទាំងស្រុងតាមប្រវត្តិសាស្ត្រនិងការបកស្រាយរបស់អ្នកជំនាញថៃផ្ទាល់បានបញ្ជាក់ការពិតអ្វីដែលហៅថាអក្សរខមនោះគឺមានប្រភពដើមនិងមានរូបរាងនៃអក្សរខ្មែរទាំងស្រុងតាំងពីសម័យបុរាណជនជាតិថៃបានទទួលឥទ្ធិពលព្រះពុទ្ធសាសនាពីខ្មែរហើយពួកគេបានយកអក្សរខ្មែរទៅប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់កត់ត្រាគម្ពីរធម៌បាលីសំស្ក្រឹតនិងមន្តអាគមដោយសារតែសម័យមុនជនជាតិសៀមចៅនិយមហៅជនជាតិខ្មែរថាខមទៅពួកគេហៅអក្សរដែលពួកគេយកទៅចារនោះជាអក្សរខមតាមការបកស្រាយរបស់អ្នកជំនាញប្រវត្តិសាស្ត្រថៃផ្ទាល់បានបញ្ជាក់យ៉ាងច្បាស់ថាអាណាចក្រអយុធ្យាពីដំបូងឡើយគឺបានមកពីការច្រកបាច់ចូលគ្នារវាងរដ្ឋសៀមនិងរដ្ឋលវគាត់និយាយថាបើយើងក្រឡេកថយក្រោយទៅមើលយុគសម័យទ្វារវតីគ្មានការប្រើប្រាស់ភាសាថៃនោះទេដោយភាគច្រើនគេប្រើប្រាស់ភាសាខេតយោងតាមកំណត់ត្រារបស់រាជវង្សមីងនៃប្រទេសចិនដែលចាប់ផ្ដើមតាំងពីជាង600ឆ្នាំមុនគេហៅទឹកដីនេះថាសៀមលូសៀមបានន័យថាសយ៉ាមចំណែកឯពាក្យលូគឺคล้ายមកពីពាក្យឡហ៊ូហើយក៏ស្មើនឹងពាក្យថាលវដែលសប្តាហ៍ថ្ងៃនេះគឺជាខេត្តលុបបុរីដោយសារតែការបញ្ចូលគ្នានោះហើយទើបសិលាចារឹកដែលគេរកឃើញមានចារទាំងភាសាថៃនិងភាសាខ្មែរជាមួយគ្នាហើយទឹកដីលវនាសម័យនោះគឺជាតំបន់ដែលទទួលរងឥទ្ធិពលយ៉ាងជ្រាលជ្រៅពីអាណាចក្រខ្មែរដូច្នេះការដែលមានអក្សរខ្មែរប្រើប្រាស់តាំងពីសម័យបុរាណគឺកើតចេញពីការស្រូបយកវប្បធម៌និងជំនឿសាសនាពីខ្មែរមិនមែនជាការបង្កើតដំបូងរបស់ខ្លួនឯងទាំងស្រុងនោះទេអ្នកជំនាញក៏បានសារភាពថាវប្បធម៌ថៃត្រូវបានកសាងឡើងដោយការកម្ចីនិងការស្រូបយកការកែច្នៃពីជាតិសាសន៍ដទៃដែលមានដូចជាខ្មែរចិនឥណ្ឌាជាដើមក៏ប៉ុន្តែថៃបានយកខ្មែរច្រើនជាងគេសូម្បីតែពាក្យរាជសព្ទដែលស្ដេចថៃប្រើប្រាស់ដើម្បីបង្ហាញពីភាពខ្ពង់ខ្ពស់ដូចជាសោយខ្នើយជាដើមតាមពិតគឺជាពាក្យប្រចាំថ្ងៃរបស់រាជខ្មែរសោះហើយការរៀបចំអក្សរខមថៃគ្រាន់តែជាទម្លាប់ចាស់ទម្លាប់ចោលទម្លាប់មុខក្រាស់ដែលមានតាំងពីសម័យអយុធ្យាដែលចូលចិត្តយកមរតករបស់ខ្មែរមកប្រើប្រាស់រហូតដល់คล้ายទៅជាកម្មសិទ្ធិរបស់ខ្លួនបញ្ជាក់ឃើញថាប្រទេសថៃរបស់នាងក៏ទើបតែកើតមាននៅក្នុងសម័យអយុធ្យា600ឆ្នាំមុនតែប៉ុណ្ណោះហើយអក្សរដែលនាងបានយកទៅប្រើក៏ទើបតែកកើតនៅក្នុងសម័យអយុធ្យាបានមកដោយសារកម្ចីពីខ្មែរនិងជាតិសាសន៍ដទៃនាងពុំមានវប្បធម៌អ្វីឬក៏អក្សរសាស្ត្រអ្វីចេញពីខ្លួនឯងនោះទេហើយនាងត្រូវតែបើកភ្នែកបើកប្រហោងជាសិក្សាអំពីប្រវត្តិសាស្ត្រសកលផងតាមរយៈការពិតនៃប្រវត្តិសាស្ត្រនេះយើងជាកូនខ្មែរត្រូវតែមានមោទនភាពចំពោះភាពរុងរឿងនៃអរិយធម៌របស់យើងដែលត្រូវរួមគ្នាស្វែងយល់និងថែរក្សាការពារមរតកដូនតាខ្មែរដ៏មានតម្លៃនេះកុំឲ្យមាននរណាលួចបានឲ្យសោះ